hai quạt bên nhám thế là cô ta ọt ai gì ban thế quạt ọt sư ọt vậy ban mà mặt hang mà mặt thế tập bắn nắng ai quạt sẽ đập bàn bài mà hôm ấy oi có cho tình nhám bài quạt nhám ban thôi mà đà bàn tay khoản thạ được nhom gì môn nâng mình chân quạt pe quạt trâu từ cái tục tật bật trường bật ấy cứ quạt ọt chơi tê to tại nhóm chun từ pe liêng pe chu ruồi pe quạt bật trường ruồi của nhóm nè liêng hay pe ngụy tật của nhóm nè ngụy áo ấy pe cái áo của nhóm nè pe áo ấy cái quạt ọt chơi pe luôn anh vậy tới cái quạt chơi thôi luôn anh đây là cô đúng sao tật chật anh cô ôn được pa ở mua cái mình mua sợi ấy sợi cà nực mạ ở nực mạ ấy chứ mấy ban mạ vô mà tục nứng mạ ơi mà riêng nó cho chọn tật tè về nhỉ ở trong tới mấy chẳng mấy bạn trong tới vĩnh mới nực mạ ón sờ lạnh mạ ón sờ lạnh mạ ấy sờ lạnh nó ta ở trong tật tè vĩnh thì mấy bạn ở trong tật tè mở prapu mở mấy bạn ở trong tật tè vĩnh mạ ơi màu chắc ở trong tật tè vĩnh thì nó cho bà mạ mà vô tật tè vĩnh nhỉ nhom xôm oi ơi sầm đạch ai ở đom lô chấm tiêu nâng bong ôn sập đó từ ở cha xôm chui nơi khung mình đôi nhom đây oi chui đòi buộc nhom buộc nhom khoa khát ra nơi hà hộp chọc nâng rỡ bò pra nơi khung tiệm bài hai xôm oi lô chấm tiêu ai ở đom xôm chui oi buộc chui đo nơi oi rỡ bò đại nhom xôm đi phong buộc nhom khoa khát ra nèជំរាបសួរបងប្អូនអរគ្នាបងប្អូនអរគ្នាក្មេងពីរនាក់នេះគឺទៅតែយកមកនៅក្នុងមណ្ឌលកម្ពុជាកំព្រាព្រៃជុំនេះទេនេះគឺបើតាមយកមកហ្នឹងអ្នកណាអ្នកយកមកគាត់មកលោកលោកគ្រូគាត់និយាយទៅគាត់ម៉ាក់គាត់លោកគ្រូយកមកដាក់នៅហ្នឹងហ្មងចុះមិនបានគាត់យកមកដាក់ចោលនៅហ្នឹងអត់ដឹងដែរលោកគ្រូប្រហែលជាគាត់មានបញ្ហាអីដឹងអត់ដឹងដែរអូបងប្អូនអរគ្នាដោយសារតែម្ដាយឪពុកអត់មានលទ្ធភាពចិញ្ចឹមកូនហើយអញ្ចឹងយកមកដាក់អូនឈ្មោះអីគេកាឈ្មោះស្រីកាអាយុម៉ានហើយអាយុ10ឆ្នាំហើយអញ្ចឹងហើយមកនេះមួយថ្ងៃហើយមួយថ្ងៃហើយ2ថ្ងៃហ៎3ថ្ងៃយណោះចាអត់ទៅរៀនទេថ្ងៃហ្នឹងអត់ទៅផ្ទះនៅណាផ្ទះនៅណាចឹងពេលដែលយើងស៊ូយើងអីគាត់ស្ដាប់យើងបានដែរគាត់ស្ដាប់បានទាំងអស់លោកគ្រូប៉ុន្តែគាត់ថាគ្នាអត់សូវកលាស់ណាបានចឹងណាហើយដូចថាអត់សូវមានដូចថាធ្វើអីអត់សូវបានដូចយើងចឹងណាលោកគ្រូនេះបើមួយនេះវិញពេលងូតទឹកក៏ខ្ញុំអ្នកងូតឲ្យពាក់កៅអៅក៏ខ្ញុំអ្នកពាក់ឲ្យហើយអត់សូវចេះនិយាយទេនិយាយបានចេះហៅតែម៉ាក់មួយម៉ាត់មួយនេះពូសម្មើដៃតិចមើលអូននេះអូចាដៃលើកបានទេលើកបានទេតែបើមួយនេះចេះងូតទឹកចេះងូតអីខ្លួនឯងងូតទឹកពាក់កៅអៅចាតែបើមួយនេះអត់ទេមួយនេះអត់ចេះងូតទឹកអត់ចេះពាក់កៅអៅពេលដែលម្ដាយពុកយកមកដាក់ចោលមានប្រាប់លោកគ្រូថាមិនទេដឹងលោកអត់ដឹងទេអត់ដឹងតែម្ដងចាអត់ដឹងបងប្អូនអរគ្នាបាទអត់ឲ្យអត់ធំខ្លាំងមែនតើបងប្អូនហើយពីរអ្នកបងប្អូនណាបងប្អូនពីរអ្នកបងប្អូនប្រកាសទៅហើយគាត់អញ្ចឹងទាំងពីរអ្នកហើយអត់ដឹងថាជារោគឬក៏ជាជំងឺអីទេហើយម្ដាយឪពុកក៏យកមកដាក់ចោលនៅនឹងតែម្ដងអូយបងប្អូនខ្ញុំអត់ខំមែនតើបងប្អូនអរគ្នាបាទអត់ខំមែនតើដែលគ្នាកាត់មកអញ្ចឹងណាតាំងពីកំណើតឬក៏យ៉ាងណានេះគ្រូពួកគាត់ណាតាំងពីកំណើតអញ្ចឹងពួកគាត់តាំងពីកំណើតលោកគ្រូតាំងពីកំណើតកាត់មកពីអញ្ចឹងឪពុកអត់សូវពេញចិត្តនេះគ្រូអូចឹងឪពុកដើមរបស់គាត់ស្លាប់ឬក៏យ៉ាងម៉េចអូអូនឈ្មោះអីគេប៉ាមើលឈ្មោះអីកូនប្រាប់មើលឈ្មោះអីនិយាយទេលោកគ្រូអត់ចេះនិយាយទេចេះតែហាខ្ញុំម៉ាក់អត់ចេះនិយាយឈ្មោះអីគេប្រាប់ប៉ាមើលកូនឈ្មោះអីអូយបងប្អូនអរគ្នាមានន័យថាឪពុកមុនប្រហែលជាស្លាប់ហើយអញ្ចឹងហើយក៏ឪពុកក្រោយក៏មិនពេញចិត្តជាមួយនឹងកូនចុងហើយដែលជាហេតុធ្វើឲ្យសុខចិត្តយកកូនទាំងពីរនាក់ហ្នឹងមកទម្លាក់ចោលនៅក្នុងមណ្ឌលកម្ពុជាកំព្រានេះតែម្ដងបងប្អូនអរគ្នាហើយបើមើលសភាពគាត់ទៅគឺ
គាត់តាំងពីកំណើតមកអញ្ចឹងណាលោក ចា គ្រូ ចា និយាយក៏ពិបាកលក្ខណៈថាដូច ចា មនុស្សដើមឈើមនុស្សពិការ ធ្វើអីការទេសំបីតែពេលចូលបន្ទប់ទឹកក៏ខ្ញុំអ្នកជូនទៅងូចទឹកងូចឲ្យដោះខ្លួនឲ្យពាក់កៅអៅឲ្យនិយាយទៅពិបាកដូចកូនក្មេងប្រពន្ធនេះអញ្ចឹងលោកគ្រូ ជួយយប់ឡើង យប់ឡើងគាត់ នៅណា គាត់គេងមួយខ្ញុំ ជុំគ្នា គាត់គេងចាគេងមើលគាត់ព្រោះអត់ហ៊ានដាក់គាត់ក្រៅឯខ្លាចដូចថាគាត់អត់នេះអញ្ចឹង វែង គាត់វែង ចេះដើរអត់ដឹងអីចឹងទៅ ចា អូហើយចូលដូចខោអាវអីហ្នឹងមានទេណា កៅអៅអត់សូវមានទេលោកគ្រូមកមានតែពីរកាផ្លេហ្នឹង មានតែពីរកាផ្លេទេ ចា អូយបងប្អូនអរគ្នានេះហើយគឺជាក្មេងៗដែលម្ដាយឪពុកបោះបង់ចោលក៏ដូចជាក្មេងខ្លះក៏គ្មានឪពុកគ្មានម្ដាយអញ្ចឹងហើយក៏នៅក្នុងមណ្ឌលកម្មាកំព្រែព្រៃជុំនេះតែម្ដងនិយាយអារម្មណ៍ពិតបងប្អូនខ្ញុំនិយាយកាន់តែច្រើនមានអារម្មណ៍ថាដូចជាអួលដើមកមកពីព្រោះបើក្មេងផ្សេងដែលមានឪពុកមានម្ដាយមើលការខុសត្រូវមើលថែទឹកក្តៅទឹកត្រជាក់យកប្រលប់អីគឺស្រួលប៉ុន្តែងាកមកមើលក្មេងៗនៅក្នុងមណ្ឌលកម្មាកំព្រែព្រៃជុំនេះអាចជាក់ស្ដែងដោយពួកគាត់ទាំងពីរនាក់បងប្អូនគ្នាអត់ដឹងអីទេណាបងប្អូនឪពុកចុងក៏មិនពេញចិត្តនឹងពួកគាត់ហើយក៏បំបោះបង់គ្នាចោលនៅក្នុងមណ្ឌលកម្មាកំព្រែព្រៃជុំនេះតែម្ដងហើយពិបាកដែរបងប្អូនបើគាត់មិនដឹងថាចិត្តជាមនុស្សឬក៏ចិត្តជាសត្វទេដែលរើអើងគ្នាសួរថាគ្នាចង់អញ្ចឹងទេបងប្អូនគឺគ្នាអត់ចង់អញ្ចឹងទេហើយយើងមួយទៀតបើយើងនិយាយតាក់ទងនឹងធម៌ព្រះណាគ្រូមិនដឹងថាពីអតីតជាតិគាត់បានសាងអីទេ សាងអីទេបានជាជាតិនេះគាត់កាត់មកគឺអញ្ចឹងតែម្ដងពេលយើងនិយាយទៅគឺបងប្អូនឃើញជាក់ស្ដែងអញ្ចឹងបងប្អូនមើលស្ថានភាពគាត់រាល់ថ្ងៃគឺបន្ទុកទាំងស្រុងគឺទៅធាក់មកលើអ្នកគ្រូដែលជាមេដោះដែលជាអ្នកមើលថែក្មេងនៅក្នុងមណ្ឌលកម្មាកំព្រែព្រៃជុំនេះតែម្ដងពិបាកទេណាគ្រូមើលថែឲ្យដូចពួកគាត់អត់ដឹងអីអញ្ចឹងទៀតទេណាគ្រូ លោកគ្រូពេលខ្លះវារៀងពិបាកដែរប៉ុន្តែថាធ្វើមិនអាណិតក្មេងធ្វើមិនចឹងត្រូវតែធ្វើអញ្ចឹងលោកគ្រូព្រោះអីក្មេងគ្នាអត់ដឹងអីចឹងត្រូវតែជួយចាបើសិនជាពួកខ្ញុំអត់ជួយគ្នាត្រូវពិបាកអញ្ចឹងគឺពួកខ្ញុំខំប្រឹងតស៊ូធ្វើមិនដើម្បីជួយក្មេងចា ដូចបាយទឹកអីចឹងមិនទៅណាគ្រូ បាយទឹករៀបចំឲ្យគាត់ញ៉ាំទៅពេលដល់ម៉ោងញ៉ាំមករៀបចំឲ្យគាត់ទៅហៅគាត់មកញ៉ាំទៅលោកគ្រូ តែអត់អាចនិយាយបានទេ គាត់អត់សូវអត់និយាយបានគាត់និយាយបានមួយម៉ាត់ហៅម៉ាក់មួយម៉ាត់ទេតែប៉ុណ្្នឹងតែគាត់ស្ដាប់បាន បាយមកហូបអីឲ្យគាត់ចិត្តញ៉ាំ បាយគាត់ញ៉ាំបានធម្មតាប៉ុន្តែគ្រាន់ថាដូចខ្ញុំនិយាយមុននឹងមិនអញ្ចឹងគាត់ពេលគាត់ចូលទៅកតុបទឹកបាត់ជើងបាត់អីគឺគាត់អត់ចេះទេតតែខ្ញុំជូនទៅពេលលាងពេលជុះរួចពេលគាត់បាត់ជើងរួចក៏ខ្ញុំអ្នកលាងហើយពេលងូចទឹកក៏ខ្ញុំអ្នកងូចឲ្យពាក់កៅអៅក៏ខ្ញុំអ្នកពាក់ឲ្យចាគឺគាត់អត់ចេះពាក់ខ្លួនឯងនិយាយទៅគឺគាត់អត់ចេះធ្វើខ្លួនឯងទេលោកគ្រូ សរសើរទឹកចិត្តណាគ្រូ ចា អូននឹកប៉ាអត់ឈ្មោះអីគេមិញឈ្មោះស្អីអីស្អីកានឹកម៉ាក់អត់នឹកម៉ាក់អេចឹងមិនបានម៉ាក់យកមកទុកនឹងម៉ាក់ឲ្យមករៀនណោះចង់ទៅផ្ទះវិញហ៎អត់ចង់ទៅទេមិនចឹងមិនបានអត់ចង់ទៅវិញចង់ទៅ មើលនឹកម៉ាក់អត់ស្រឡាញ់ម៉ាក់អត់ស្រឡាញ់ម៉ាក់អេស្រឡាញ់ណោះតែអត់ចង់ទៅផ្ទះវិញទេមិនបានអត់ចង់ទៅផ្ទះមើលប្រាប់ពូមើលមិនបានអត់ចង់ទៅផ្ទះវិញម៉ាក់ឲ្យមកអញ្ចឹងអត់ចង់ទៅផ្ទះវិញទេណោះចុះបើម៉ាក់មកយកទៅផ្ទះវិញហ៎អត់ទៅវិញទេអញ្ចឹងនៅនឹងហ្មងចុះអត់អាណិតម៉ាក់អីចុះអត់ចង់ទៅនៅមួយម៉ាក់អីអូមករៀនណាហើយរងថ្ងៃរៀនអីខ្លះមើលប្រាប់ពូមើលរៀនអីខ្លះរៀនកខមើលរົບកខឲ្យពូស្ដាប់មើលរົບមើលចេះដល់ណាហើយ មកកូន រອບមើលចេះដល់ណាហើយឥឡូវរៀនរងថ្ងៃនឹងខ្វះអីខ្លះមើលប្រាប់ពូមើលខ្វះអីខ្លះរងថ្ងៃរៀនហ្នឹងខ្វះអីខ្លះខ្វះប៊ិចខ្វះសភៅខ្វះអីគេខ្វះសភៅខ្វះអីទៀត អីកូន បិច ខ្វះប៊ិចខ្វះអីទៀត ខ្វះអីទៀតកូនកៅអៅ ខ្វះអីគេទៀតអស់ហើយចុះខោអាវចុះកតាបអីហ៎ កតាប ខោអាវអត់ខ្វះទេណោះអញ្ចឹងខ្វះតែប៊ិចខ្វះតែសភៅទេ កូនឯងមានកៅអៅណាមានកៅអៅ ចុះ ពាក់ ខោអាវមានកៅអៅអត់ទេគ្រូ អត់មានទេលោកគ្រូ អត់មានផងមិនបានថាអត់ខ្វះអូទិញហើយមានលុយដែរហើយមានលុយមើលសុំមើលលុយណាលុយមើលណាលុយមើលសុំមើលទាញលុយមើល ម៉ា អេមកអត់លុយទេមកអត់មានលុយទេ មានលុយណាកូនអត់មានលុយទេ ចៅអូនឈ្មោះអីគេ យ
អូនប៉ាមើល ឈ្មោះអីមើលឈ្មោះអីឈ្មោះអី ប៉ាមើលអូនលៀង ឈ្មោះអីគេហើយរៀនអត់ថ្ងៃរៀនទេរៀនអត់ រៀនលោកគ្រូរៀន អត់ថ្ងៃរៀនដែរមើលចេះអីខ្លះ ឡើងដឹងឲ្យយកចភៅយកទីខ្មៅមួយគឺរត់ទៅហើយរត់ទៅ អូទៅរៀន គាត់ចង់រៀនចា ចេះអីខ្លះចេះអីខ្លះមើលចេះអីខ្លះចេះអីខ្លះចេះអីខ្លះ អត់ចេះនិយាយគាត់អត់ចេះនិយាយ បងប្អូនអរគ្នាពួកគាត់គឺពីរអ្នកបងប្អូនត្រូវបានម្ដាយយកមកដាក់ចោលនៅក្នុងមណ្ឌលកម្មាកំព្រាប្រជុំនេះហើយដូចជាទៅបាន 2-3 ថ្ងៃណាគ្រូហ្នឹង ចាលោកគ្រូ ហើយអត់ដែរធ្វើតុកអីទេមកនៅក្នុងនេះ អត់អីដែរលោកគ្រូគាត់អត់អីទេ បងប្អូនអរគ្នាខ្ញុំសំណោះសម្ដីគាត់នៅពេលដែលខ្ញុំសួរថានឹកម៉ាក់អីនឹក គាត់ ចង់ទៅផ្ទះវិញអត់ទេចុះបើសិនម៉ាក់មកយកទៅផ្ទះវិញអត់គឺអត់ទៅទេអញ្ចឹងយើងអត់ដឹងថាក្មេងទាំងពីរនាក់នេះគឺគាត់មានបញ្ហាអីខ្លះទេបងប្អូនបានជាហេតុធ្វើឲ្យគាត់មិនចង់ទៅផ្ទះវិញបងប្អូនអរគ្នាហើយរាល់ថ្ងៃគឺគាត់នៅក្នុងមណ្ឌលនេះទាំងស្រុងបន្ទុកទាំងមូលគឺស្ថិតនៅលើអ្នកគ្រូដែលជាមេដោះហើយគាត់ជាអ្នកមើលអូគាត់ជាអ្នកមើលថែក្មេងគាត់ជួយទំនុកម្ដងក្មេងនិយាយចំគឺដូចជាម្ដាយទី2របស់គាត់អញ្ចឹងហើយខ្វះខាតមែនទែនពួកគាត់ទាំងពីរនាក់ហ្នឹងពិបាកអីខ្លះនៅពេលដែលគាត់ជួយ ទៅគឺគាត់អត់មានកៅអៅស្លៀកពាក់អីលោកគ្រូ អត់មានកៅអៅស្លៀកពាក់ទេ ចាអត់មានកៅអៅស្លៀកពាក់គាត់ពិបាកច្រើនមុខព្រោះអីគាត់មកអត់មានអីទេ អូយកគ្នាមកតម្លាក់ចោលនៅហ្នឹងហ្មងអើយបងប្អូនអរគ្នាអញ្ចឹងអ្នកគ្រូមានសំណពរអីទៅកាន់សម្ដេចតុងអាដាមក៏ដូចជាបងប្អូនដែលមានចិត្តសប្បុរសថាមានអំណរថាចង់ជួយក្មេងៗនៅក្នុងមណ្ឌលកម្មាកំព្រាប្រជុំនេះអ្នកគ្រូអញ្ជើញមានប្រសាសន៍ ចាខ្ញុំសូមឲ្យសម្ដេចឯកឧត្តមលោកជំទាវនិងបងប្អូនបងប្អូនសប្បុរសទាំងអស់ចាសូមជួយនៅក្នុងមណ្ឌលខ្ញុំនេះឲ្យជួយដល់ពួកខ្ញុំព្រោះពួកខ្ញុំខ្វះខាតច្រើននៅអាហារហូបចុកនិងរបស់ប្រើប្រាស់នៅក្នុងផ្ទះបាយហើយសូមឲ្យលោកជំទាវឯកឧត្តមសូមជួយឲ្យពួកជួយផ្ដល់នៅឲ្យរបស់ដែលខ្ញុំសុំនេះផងព្រោះពួកខ្ញុំខ្វះខាតច្រើនណាស់ ដូចក្មេងៗ ដូចជាពួកក្មេងៗចា អៅអីមកទឹកអីណាគ្រូណា ចានិយាយទៅខ្វះខាតច្រើនមុខចា បងប្អូនអរគ្នាក៏ដូចជាសម្ដេចតុងអាដាមក្នុងស្រុកក្តីក្រៅស្រុកក្តីបាទសូមមេត្តាជួយទៅដល់មណ្ឌលកម្មាកំព្រាប្រជុំនេះផងទី1តេតងនឹងស្បៀងអាហារគ្រឿងឧបភោគបរិភោគហើយនឹងទី2តេតងជាមួយនឹងសម្លៀកបំពាក់ក្មេងៗខ្ញុំគិតថាបងប្អូនដែលមានសម្លៀកបំពាក់កូនរបស់ពុកម៉ែបងប្អូនដែលຕົកចោលមកទឹកអីហ្នឹងណាគូគឺពុកម៉ែបងប្អូនអាចប្រមូលមកដើម្បីតេតងមកខ្ញុំបាទហននីណាដើម្បីយកមកចែកជូនទៅដល់ក្មេងៗពីព្រោះគ្នាអត់មានសម្លៀកបំពាក់អីប្រើទេបងប្អូនដោយក្មេងពីរនាក់នេះដែលម្ដាយយកមកដាក់ចោលគឺមានតែសម្លៀកបំពាក់តែពីកាផ្លេទេណាគូ កៅអៅរៀនលោកគ្រូ អូកៅអៅរៀនអត់មានទេ ចាសុំកៅអៅរៀនខោរៀនអាវរៀនគឺខ្វះខាតគឺអត់មានទេ ខោអៅរៀនណាបងប្អូនបាទខោអៅរៀនអីគឺអត់មានទេអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងជួយចែករំលែកនៅវីដេអូនេះទៅកាន់សម្ដេចតុងអាដាមក៏ដូចជាបងប្អូនដែលមានចិត្តសប្បុរសដើម្បីជួយទៅដល់កម្មាកំព្រាក៏ដូចជាក្មេងៗនៅក្នុងមណ្ឌលកម្មាកំព្រាប្រជុំនេះតែម្ដងដោយខោអាវមកទឹកសម្លៀកបំពាក់អីហ្នឹងក៏ដូចជារបស់របរមកទឹកបងប្អូនគិតថាលែងត្រូវការបងប្អូនអាចបរិច្ចាគឲ្យខ្ញុំបានខ្ញុំនឹងពំនាំយកមកជួយនៅក្នុងមណ្ឌលកម្មាកំព្រាប្រជុំនេះជាចុងបញ្ចប់ក៏សូមអរគុណទៅកាន់អ្នកគ្រូបាទដែលដូចជាម្ដាយទី2អញ្ចឹងដែលជួយទៅដល់ក្មេងៗចំនួន80នាក់ជាងនៅក្នុងមណ្ឌលនេះបាទបងប្អូនអរគ្នាដែលបានមានបំណងថាចង់ជួយនៅក្នុងមណ្ឌលកម្មាកំព្រាប្រជុំនេះបងប្អូនអាចតាក់ទងមកខ្ញុំបាទហននីណាបានបាទខ្ញុំបាទនឹងពំនាំនៅរបស់ផ្សេងដែលជាជំនួយរបស់បងប្អូនដើម្បីមកចែកជូនក៏ដូចជាមកជួយទៅដល់ក្មេងៗនៅក្នុងមណ្ឌលកម្មាកំព្រាប្រជុំនេះផងជាចុងបញ្ចប់បាទខ្ញុំបាទសូមមេត្តាអភ័យទោសទៅកាន់សម្ដេចតុងអាដាមក៏ដូចជាបងប្អូនដែលខ្ញុំធ្វើវីដេអូនេះបើសិនជាមានចំណុចខ្វះខាតក៏ដូចជាមានចំណុចអីដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍បងប្អូនទាំងអស់គ្នាសូមមេត្តាយកយល់អធិស្ឋានផងបងប្អូនទាំងអស់គ្នាគ្រប់ជូនពរបងប្អូនទាំងអស់គ្នាឲ្យជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនបាទមានលៀបមានជោគមានជ័យគ្រប់ក្រុមគ្រួសារជាចុងបញ្ចប់បាទខ្ញុំបាទរួមទាំងអ្នកគ្រូបាទក៏សូមគោរពលា ចាអរគុណ